បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងប៊ីច រដ្ឋ កាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី26ខែឧសភាឆ្នាំ2026រាត្រីនេះខ្ញុំមានព័ត៌មានច្រើនណាស់ដើម្បីជម្រាបជូនបងប្អូនក៏ប៉ុន្តែពេលវេលាខ្លីមែនទែនដោយសារតែឥឡូវនេះម៉ោងជិត9កន្លះហើយនៅប្រទេសកម្ពុជានៅឯទីក្រុងឡុងប៊ីចគឺជា7កន្លះហើយខ្ញុំត្រូវធ្វើការម៉ោង8ដូច្នេះមានពេលប្រហែលជា35នាទីប៉ុណ្ណោះហើយខ្ញុំនឹងព្យាយាមស្រូតឲ្យលឿនហើយសោកស្ដាយដែរដោយសារតែពេលថ្ងៃធ្វើការអញ្ចឹងគឺនៅតែមិនអាចនឹងស្រូតធ្វើ show បានមុនដោយទោះជាភ្ញាក់ម៉ោង4ព្រឹករាល់ព្រឹកយ៉ាងណាក៏ដោយក៏ព័ត៌មានវាច្រើនពេកហើយម្នាក់ឯងមិនអាចនឹងផ្ទៀងផ្ទាត់ព័ត៌មានអស់មុននឹងអាចផ្សាយបានហើយបើគ្មានប្រភពផ្ទៀងផ្ទាត់ទេខ្ញុំអាចផ្សាយកើតវាពិបាកអញ្ចឹងបងប្អូនមិនមែនចេះតែថាឲ្យតែបានរួចតែពីមាត់ដូចឆ្នាំអាចទិនសាយអីវាធ្វើអត់កើតអញ្ចឹងទៅពិបាកដែរហើយសូម្បីតែឡើងមកអង្គុយធ្វើ show នេះបងប្អូនឃើញមកកណាត់លើនេះគឺឆ្វង់មានកវ៉ាត់កមានអាវមានស្អីស្រួលបួលប៉ុន្តែមកកណាត់ក្រោមអត់មានខោស្លៀកទេគឺមានតែខោខ្លីមួយស្លៀកតែខោវែងទៅស្លៀកតែមិនតាន់បងកំថាឲ្យដល់ទៅធ្វើអីច្រើនទៀតអញ្ចឹងទៅសូមបងប្អូនមេត្តាខន្តីអភ័យទោសផងតែចំពោះអ្នកដែលធុញទ្រាន់នឹងការផ្សាយវែងផ្អែមលៀងមាត់ដូចថាផ្អែមបន្លែរបស់មូលនារីអាចពេញចិត្តដែរដោយសារតែវាមានពេលដល់គាត់មានថាដល់ខ្ញុំមានពេលខ្លីអញ្ចឹងច្បាស់ជាធ្វើព័ត៌មាននឹងឲ្យសង្ខេបឲ្យខ្លីហើយតែយ៉ាងណាបងប្អូនឥឡូវនេះព័ត៌មានពីដើមទៅមុនគឺតកតងនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសការបន្តដកហូតសិទ្ធិនយោបាយលោកកម្មសុខាព្រះរាជអាជ្ញាជូនលិខិតលោកកម្មសុខាដើម្បីរំលឹកថាលោកត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិតហើយរដ្ឋាភិបាលក្រៅប្រទេសខកចិត្តរឿងបន្តដកហូតសិទ្ធិនយោបាយលោកកម្មសុខារដ្ឋាភិបាលបរទេសហាក់មិនចាប់អារម្មណ៍នឹងការលើកលែងទោសលោកកម្មសុខាសារព័ត៌មានអន្តរជាតិផ្សាយរឿងលោកកម្មសុខាច្រើនដែរក៏ប៉ុន្តែផ្សាយអំពីការខកចិត្តដែលលោកនៅតែបាត់សិទ្ធិក្រុមសង្កេតការណ៍អាស៊ានខាងកម្ពុជាបានចុះទៅថតរូបខាងបឹងត្រកួនទៀតរង្វាន់2លានរៀលសម្រាប់អ្នកជួយរាយការណ៍វេចមុខពួកឆបោកអនឡាញច្បាប់កាតព្វកិច្ចយោធាចូលជាធរមានហើយនាយករដ្ឋមន្ត្រីថៃថាការដោះស្រាយរឿងព្រំដែនត្រូវឈលលើកិច្ចព្រមព្រៀងអ្នកណានៅត្រង់ណានៅត្រង់ហ្នឹងអាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មីថាដើម្បីការពារខ្លួននិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានទី1ទៅមុនគឺតកតងនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសការដកហូតសិទ្ធិនយោបាយលោកកម្មសុខាតើអង្គការអន្តរជាតិណាថ្លើមធំម្លេះព្រោះរដ្ឋាភិបាលគេធ្វើប៉ុណ្ណឹងហើយនៅមិនស្ងប់ចិត្តមិនអីទៀតសោះលោកដៃចូលជ្រៅម្លេះនៅក្នុងកិច្ចការអធិបតេយ្យរបស់កម្ពុជានឹងអង្គការណាខ្លះដែលថ្លើមធំថ្លើមពាសមេឃដែលបើគេដាក់គាត់នៅក្នុងគុកថាគេដាក់គុកដល់តែពេលគេដោះលែងបទូបថយឲ្យនៅក្រៅគុកថាអាហ្នឹងក៏តាមមិនគ្រប់តើចង់បានអីឲ្យប្រកាសបាទនឹងច្បាស់ហើយខាងគណៈបកប្រជាជនកម្ពុជាច្បាស់គេឈុំចឹងហើយសិតតែពួកថ្មិលសិតតែពួកប្រឆាំងផ្កាប់មុខសិតតែពួកស្អីក៏មិនត្រូវចិត្តវាដែរសើវាគេមិនដែលប្រើពាក្យអស់លោកគេសើវាសិតតែអ្នកខ្លះជេរម្រាយទៀតដូចថាវាធុតទុកបុកម្នេញផ្លូវចិត្តគេខ្លាំងមែនតើដែលស្អីគេដោះលែងលោកកម្មសុខាគេលើកលែងទោសហើយគេឲ្យមានសេរីភាពអីលាក់នឹងលាក់ហើយនៅតែមិនផ្គាប់ចិត្តហ្នឹងតើធ្វើអីដែលអស់លោកត្រូវអស់លោកហ្នឹងធ្វើអីឲ្យត្រូវចិត្តអាហ្នឹងខាងគណៈបកប្រជាជនកម្ពុជាគេឌីលគេជេរខាងអ្នកនៅក្រៅស្រុកឬក៏អ្នកដែលហ៊ានរិះគន់រឿងដោះលែងហ្នឹងណាក៏តែបងប្អូនមិនមែនរឿងឌីលមិនមែនរឿងស្អីទេយើងតថភាពជាក់ស្ដែងដែលនៅក្នុងសង្គមហ្នឹងថាតើលោកកម្មសខាមានសេរីភាពគេដោះលែងគាត់ឲ្យមានសេរីភាពឬក៏គេដោះលែងគាត់យកពីត្រង់យកមកដាក់នៅក្នុងកេះกระดาษអីចឹងឬក៏ប្រអប់អីទៀតរឿងនេះគឺវារឿងចេះទេបងប្អូនលោកកម្មសខាសប្ថ្ងៃនេះគឺចាប់ពីថ្ងៃម្សិលមិញនេះទៅឬក៏ថ្ងៃនេះតែម្ដងដោយសារថ្ងៃនេះគឺឃើញបរិយាអាញាគេចោះយកលិខិតមួយយកទៅជូនលោកកម្មសខានេះលិខិតរបស់បរិយាអាញាដែលយកទៅជូនលោកកម្មសខាហ្នឹងគឺអត់មានធ្វើអីទេគឺគ្រាន់តែទៅប្រាប់លោកកម្មសុខាថាអ្វីដែលជាបរិយាក្រិតលើកលែងទោសលោកកម្មសុខាគឺចូលជាធរមានចាប់ពីពេលនេះតទៅហើយចូលជាធរមានហ្នឹងគឺបានន័យថាលោកកម្មសុខាលែងជាប់គុកនៅក្នុងផ្ទះតទៅទៀតហើយលោកចង់ធ្វើដំណើរទៅជួបម្ដាយទៅជួបមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារទីណាក៏បានដែរព្រោះផ្ទះរបស់លោកលែងជារបងហុំព័ទ្ធដោយមានសមត្ថកិច្ចយាមកាមអីទៀតហើយងាយស្ដាប់ប៉ុណ្ណឹងមិនចឹងអាហ្នឹងឯងដែលគេហៅថាលោកកម្មសុខាបានទទួលការលើកលែងទោសពីទោសមូលទោសគឺទោសដែលជាប់ក្នុងពន្ធនាគារ27ឆ្នាំដែលគេដាក់ឲ្យក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហ្នឹងគឺចឹងទោសហ្នឹងគឺរួចក៏ប៉ុន្តែទោសដតីទៀតដែលជាទោសបន្ថែមគឺនៅជាប់ទាំងអស់អញ្ចឹងហើយបានជាបរិញ្ញាចុះទៅហ្នឹងគាត់និយាយថាសេចក្តីជូនដំណឹងអំពីកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យអញ្ចឹងហុចជូនទៅលោកកម្មសុខានៅឯផ្ទះគាត់ព្រឹកនេះប្រាប់ថាអញ្ចេះលោកកម្មសុខាត្រូវអនុវត្តដូចខាងក្រោមទី1ដកហូតជាស្ថាពរសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះបោះឆ្នោតឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតតាមបញ្ញត្តិមាត្រា450នៃក្រមព្រហ្មទណ្ឌហាមឃាត់ចំពោះការចាក់ចេញពីប្រទេសកម្ពុជាសម្រាប់រយៈពេល5ឆ្នាំតាមបញ្ញត្តិមាត្រា450នៃក្រមព្រហ្មទណ្ឌដដែលកំណត់ហេតុបានបញ្ចប់នៅវេលាម៉ោង9:00នាទីនៅថ្ងៃដដែលដែលអានជូនសម័យខ្លួនស្ដាប់និងផ្តិតមេដៃទុកជាភស្តុតាងលោកកម្មសុខាក៏បានផ្តិតមេដៃទុកជាភស្តុតាងព្រមទទួលថាលោកបាត់បង់សិទ្ធិសេរីភាពធ្វើនយោបាយអស់មួយជីវិតហើយ
នេះគឺជាការទទួលស្គាល់មួយសារទៀតអាការដែលគាត់ចេញលិខិតមិនប្តឹងសារទុកទៅនឹងសាលាធរដែលផ្ដន់ទាទោសគាត់ឲ្យជាប់គុក27ឆ្នាំនឹងពីបទក្បត់ជាតិពីបទអីខុបខិតគ្នាជាមួយនឹងអាមេរិកអីនាំគ្នាផ្ដួលរំលំរដ្ឋាភិបាលហ្នឹងគឺបានន័យថាសាលដីកាហ្នឹងគឺចូលជាស្ថាពរហើយបានន័យថាតុលាការរកឃើញថាលោកកម្មសុខាមានទោសដោយអ្វីដែលគេចោទប្រកាន់ហ្នឹងហើយនេះគឺនៅក្នុងដែលគាត់អត់ប្តឹងសារទុកហ្នឹងណាក៏ប៉ុន្តែនៅមានលិខិតរបស់គាត់មួយគឺគាត់និយាយហ្នឹងគឺអូយខ្ញុំគ្មានបានដេកបានពួនទេបងប្អូនដោយសារអីក្រមខាងសកម្មជនដែលគ្រប់គ្រងគណៈបកសិទ្ធិមនុស្សឬក៏ខាងលោកកម្មសុខាគឺគាត់ផ្ញើសារស្រោចមកខ្ញុំគឺនិយាយទៅគឺគាត់មួម៉ៅនឹងខ្ញុំផ្សាយពីរឿងលិខិតរបស់លោកកម្មសុខានេះមែនតើនេះអាលិខិតមួយដែលគាត់ព្រមមិនប្តឹងសារទុកឲ្យគាត់ប្រាប់ថាគាត់មិនសុខចិត្តអីអញ្ចឹងណាមិនប្តឹងសារទុកឲ្យក៏មិនសុខចិត្តហើយដល់ពេលដែលខ្ញុំបញ្យល់ថាបើយើងមិនប្តឹងសារទុកគឺបានន័យថាយើងអនុញ្ញាតឲ្យតុលាការចោទប្រកាន់យើងប្រមាណហ្នឹងគឺត្រូវតាមហ្នឹងហើយយើងព្រមទទួលគាត់ថាមិនប្តឹងក៏ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងខ្លឹមសាររបស់លោកកម្មសុខាខ្ញុំសូមអានជូនទៅកុំឲ្យក្រុមសកម្មជនដែលគ្រប់គ្រងលោកកម្មសុខានឹងគាត់សម្រានមិនលក់ដែរគាត់ថាលោកកម្មសុខាពិតជាបាននិយាយថាលោកមិនសុខចិត្តទៅនឹងការសម្រេចផ្ដន្ទាទោសនេះទេមិនប្តឹងចំទាស់តែមិនសុខចិត្តទៅតាមការសម្រេចផ្ដន្ទាទោសនេះទេព្រោះគាត់ថាកលៈទេសៈនេះគឺគាត់យល់ថាកលៈទេសៈនេះការដោះស្រាយបញ្ហាដោយឈលលើស្មារតីផ្សះផ្សាជាតិតាមរយៈការសន្ទនាគ្នារវាងខ្មែរនិងខ្មែរគឺជាជំរើសដ៏ប្រសើរបំផុតដើម្បីផលប្រយោជន៍ជាតិនិងប្រយោជន៍ប្រជាពលរដ្ឋខ្មែរអញ្ចឹងលោកចាត់ទុកថាមានតែការផ្សះផ្សាជាតិទេអាការផ្សះផ្សាជាតិនេះបើគេផ្សះផ្សាគេធ្វើ9ឆ្នាំមកមុននឹងអត់ចាំបាច់តតែពេលលោកយាយសៅង៉ែតឈឺរហូតតតែភ្លឹកលោកឲ្យធွာទេប៉ុន្តែរឿងនេះគឺជារឿងដែលចង់និយាយថាបើយើងមើលទៅគឺលោកកម្មសខាគាត់បោះបង់សិទ្ធិខ្លួនឯងហើយឥឡូវនេះចង់បញ្ចប់នៅពេលដែលគាត់ថាជាស្មារតីផ្សះផ្សាជាតិផ្សះផ្សាកន្លែងណាលោកបានផ្តិតមេដៃព្រមទទួលស្គាល់ថាលោកឈប់ធ្វើនយោបាយអស់មួយជីវិតទៅទៀតអញ្ចឹងនៅក្នុងរឿងនេះបើលោកហ៊ានតែផ្ទុយនឹងអាស្អីគេសក្តីកំណត់ហេតុរបស់ព្រះអញ្ញាគឺគេនឹងចាប់លោកកម្មសខាវិលចូលគុកវិញដដែលនឹងអត់មានអីរំលងទេព្រោះជាជងហើយនឹងកប់តាលោកកម្មសខាគឺជាកប់អានេះគឺជាជងឯនេះហើយឥឡូវគាត់ផ្តិតមេដៃគាត់ផ្តិតមេដៃនៅចំពោះព្រះអញ្ញាប្រាប់ថាគាត់ព្រមទទួលយកថាគាត់បាត់បង់សិទ្ធិធ្វើនយោបាយអស់មួយជីវិតបាត់បង់ទាំងសិទ្ធិធ្វើនយោបាយបាត់បង់ទាំងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតបាត់បង់ទាំងសិទ្ធិបោះឆ្នោតទៀតអញ្ចឹងគាត់អត់អាចទៅឈរឈ្មោះជាប្រធានគណៈបកនយោបាយផ្ញើសារនយោបាយនិយាយសកម្មភាពនយោបាយគឺអីទាំងអស់ហ្នឹងគឺអត់ដូច្នេះគាត់ចេញមកពីគុកហ្នឹងគឺចេញពីគុកជាប់គុកដដែលហ្នឹងវាអត់មានចេញពីគុកឲ្យបានរួចមានសេរីភាពពាក្យថាសេរីភាពហ្នឹងវាអត់មានទេគាត់ថាគាត់រួចពីការដែលមិនជាប់នៅក្នុងផ្ទះគាត់អាចទៅមើលម្ដាយចាស់ជរាគាត់ដែលនៅដង្ហើមចុងក្រោយនឹងបានក៏ប៉ុន្តែគាត់អាចធ្វើនយោបាយអីបានដូច្នេះគឺនិយាយទៅគឺដូចថាអានោះដូចគុកកម្មលោកីដែរណាបងប្អូនដូចអ្នកដែលមានចំណងអាពាហ៍ពិពាហ៍អីរៀបការឲ្យដូចជាប់គុកអ្នកខ្លះថាដូចជាប់គុកកម្មលោកីហ្នឹងគឺអញ្ចឹងគឺគុកដូចគ្នាគ្រាន់តែមួយគុកមានលបងមួយគុកអត់លបងហើយអាគុកអត់លបងនេះគឺគ្រោះថ្នាក់មែនតើព្រោះអីគាត់បាត់បង់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងអារឿងនេះហើយដែលធ្វើឲ្យសហគមន៍អន្តរជាតិគេថ្កោលទោសគាត់សុទ្ធទោសមិនមែនថ្កោលទោសលោកកម្មសខាទេថ្កោលទោសរដ្ឋាភិបាលកម្ពុជាអង្គការសិទ្ធិមនុស្សអន្តរជាតិគឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch គឺបានចេញសេចក្តីថ្លែងការណ៍ធ្ងន់ធ្ងរចាត់ទុកថាការដែលដោះលែងលោកកម្មសុខានេះវាគ្រាន់តែជាយុទ្ធធម៌ដោយអន្លើគេប្រើពាក្យថា partial justice គឺយុត្តិធម៌ដោយអន្លើបានន័យថាយុត្តិធម៌តាមការជ្រើសរើសនេះម្ដុំនោះម្ដុំមិនមែនជាយុត្តិធម៌ដោយស្មោះត្រង់ទេទី2អង្គការនេះគឺចាត់ទុកថាការដែលរដ្ឋបတ်សិទ្ធិសេរីភាពនយោបាយលោកកម្មសុខានេះគឺជាការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដដែលតាក់ទងនឹងសិទ្ធិសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋជាពិសេសមេបកប្រឆាំងរូបនេះហើយថ្កោលទោសយ៉ាងដាច់អហង្ការតាក់ទងនឹងការហាមឃាត់សិទ្ធិសេរីភាពនយោបាយរបស់លោកកម្មសុខាអ្នកដែលថ្លែងសារនេះគឺអ្នកស្រី Island Pearson ដែលជាប្រធានឬក៏នាយិការបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលចេញសេចក្តីថ្លែងការណ៍ហើយសេចក្តីថ្លែងការណ៍គាត់នេះត្រូវបានសារព័ត៌មានលើអន្តរជាតិទាំងអស់យកមកដកស្រង់មាន Reuters មាន The Diplomat The Hill ABC News ឬក៏ BBC ឬក៏សារព័ត៌មានអន្តរជាតិទាំងអស់ដកស្រង់ប្រសាសន៍របស់អង្គការលើកលែងទោសអន្តរជាតិនេះយកមកផ្សាយអំពីការថ្កោលទោសនិងខកចិត្តណាហើយនឹងចុងក្រោយគឺតកតងនឹងនៅតែសារព្រោះការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយខុសពីគណៈបកប្រជាជនដដែលនឹងចំណុច3ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះថ្កោលទោសនេះគឺចុចខ្លាំងទៅលើចំណុចទាំង3មិញហ្នឹងគឺយុត្តិធម៌ដោយអន្លើថ្កោលទោសចំពោះការរឹតបន្តឹងសិទ្ធិសេរីភាពនយោបាយលោកកម្មសុខាដែលបាត់បង់សិទ្ធិសេរីភាពនយោបាយរហូតបែបនេះបើទោះបីជាមានសេរីភាពខ្លះប៉ុន្តែនយោបាយគឺគាត់ធ្វើអត់បានទាំងអស់ដូចដាក់គុកគាត់ដដែលអាហ្នឹងគឺក្នុងន័យអញ្ចឹងហើយក៏នៅតែ
គាត់នៅតែនិយាយថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដដែលអានេះសម្រាប់អង្គការលើកលែងទោសសំទោសឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចុះអង្គការសង្គមស៊ីវិលដទៃទៀតនៅស្រុកខ្មែរនៅស្រុកដទៃហ្នឹងគេធ្វើអីគេខ្លះយើងឃើញអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែរគឺ KMD របស់អ្នកស្រីមូសុខហួរក៏គាត់ចេញសេចក្តីថ្លែងការណ៍ដែរគឺមែនតើទៅវាគួរតែគេសាទរគ្រប់គ្នាមែនទេឬសូលកម្មសខានៅក្រៅគុកនៅក្រៅផ្ទះប៉ុន្តែគេថ្លែងសារទាំងប្រយ័ត្នប្រយែងនិងខ្វល់អ្នកស្រីមូសុខហួរដែលជាតំណាងរបស់អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះគឺគាត់បាននិយាយថាការដែលគ្រាន់តែលើកលែងទោសលោកកម្មសខាត្រឹមតែទោសជាប់គុកនៅក្នុងផ្ទះហើយហាមឃាត់សិទ្ធិនយោបាយគាត់សពបែបយ៉ាងដកហូតអស់មួយជីវិតបែបនេះគឺជាការបិទបាំងទង្វើរបស់រដ្ឋាភិបាលដែលប្រព្រឹត្តរំលោភបំពានសិទ្ធិមនុស្សក៏ប៉ុន្តែធ្វើឲ្យគេយល់ថាដូចជារដ្ឋាភិបាលនឹងចិត្តល្អចង់ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញតាមពិតមិនមែនទេជាការបិទបាំងនេះគឺជាប្រសាសន៍របស់អង្គការ KMD ហើយសេចក្តីថ្លែងការណ៍នេះក៏មានពីខាងអង្គការសង្គមស៊ីវិលខ្មែរយើង3នៅឯប្រទេសអូស្ត្រាលីឯណោះទៀតអង្គការសង្គមស៊ីវិល3ហ្នឹងគឺលើកឡើងអញ្ចេះមានអង្គការសមាគមខ្មែររដ្ឋវីតូរីយ៉ា CAV អង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីកម្ពុជាគឺ CAPPAC និងអង្គការប្រជាធិបតេយ្យខ្មែរ KDO គាត់បានថាព្រះរាជក្រឹត្យលើកលែងទោសដែលបានចេញពីថ្ងៃទី25ខែឧសភានោះគឺជាជំហានមួយវិជ្ជមានហើយក៏ប៉ុន្តែសេចក្តីសម្រេចនោះនៅអត់ទាន់គ្រប់គ្រាន់នៅឡើយទេអត់គ្រប់គ្រាន់ដើម្បីបង្ហាញចេតនាពិតប្រាកដនៅក្នុងការផ្សះផ្សាជាតិនោះទេការខ្វះខាតនេះគឺស្ដែងចេញឲ្យឃើញច្បាស់ថាលោកកម្មសុខានៅតែបន្តប្រឈមនឹងការហាមឃាត់មិនឲ្យធ្វើនយោបាយសកម្មភាពនយោបាយនិងរដ្ឋបတ်យ៉ាងតឹងរ៉ឹងលើសេរីភាពនៅក្នុងការធ្វើដំណើរទៅក្រៅប្រទេសទៀតផងអញ្ចឹងអង្គការទាំង3នេះយល់ឃើញថាលោកកម្មសុខាគឺជានិមិត្តរូបនៃភាពបរិសុទ្ធតាំងពីដើមរៀងមកហើយបတ်ចោតប្រកាន់កន្លងមកគ្រាន់តែជាលេសនយោបាយដើម្បីគ្រំលាយគណៈបកប្រឆាំងដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋរាប់លានអ្នកតែប៉ុណ្ណោះការបន្ធូរបន្ថយត្រឹមទោសពន្ធនាគារដោយរក្សាគំនិតលើសិទ្ធិសេរីភាពជាមូលដ្ឋានគឺគ្រាន់តែជាការផ្លាស់ប្ដូរទម្រង់នៃការឃុំឃាំងប៉ុន្តែមិនមែនជាការដោះស្រាយសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឲ្យបានពេញលេញជូនលោកកម្មសខានោះទេអាស្រ័យហេតុនេះអង្គការទាំង3នេះសូមស្នើឲ្យរដ្ឋាភិបាលកម្ពុជាមេត្តាទម្លាក់រាល់បទចោទប្រកាន់និងស្ដារសិទ្ធិនយោបាយព្រមទាំងសិទ្ធិស៊ីវិលរបស់លោកកម្មសខាឡើងវិញឲ្យពេញលេញនិងស្នើសុំឲ្យពិនិត្យមើលសំណុំរឿងសកម្មជនបរិស្ថានសកម្មជនសង្គមនិងសកម្មជនផ្សេងទៀតដែលកំពុងរងបទចោទនិងកំពុងឃុំខ្លួនក្នុងពន្ធនាគារដើម្បីឲ្យពួកគាត់មានសេរីភាពឡើងវិញបំពេញហើយនឹងដើម្បីបញ្ជាក់ឲ្យឃើញថាកម្ពុជាកំពុងតែប្រែការដឹកនាំរបស់ខ្លួនឲ្យគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយ៉ាងពិតប្រាកដជាមួយគ្នានេះយើងខ្ញុំក៏សូមពៀវនាវដល់សហគមន៍អន្តរជាតិនិងដៃគូអភិវឌ្ឍទាំងអស់បន្តជំរុញឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងដោះលែងអ្នកទស្សនយោបាយដែលកំពុងជាប់ឃុំនិងពង្រឹងប្រព័ន្ធតុលាការឯករាជ្យដើម្បីឲ្យស្របតាមគោលការណ៍នីតិរដ្ឋយ៉ាងពិតប្រាកដបាទថ្ងៃទី26ខែឧសភាឆ្នាំ2026នេះគឺខាងពីអង្គការនៅអូស្ត្រាលីឥឡូវយើងនិយាយអំពីចោះរដ្ឋាភិបាលក្រៅប្រទេសឯណោះគឺរដ្ឋាភិបាល23ដុល្លារក៏មានសារដែរគួរតែជាសារអបអរសាទរអានេះហើយដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាថាក្រមប្រឆាំងគឺប្រឆាំងផ្កាប់មុខមែនណាអត់មានកន្លែងណាសាទរកន្លែងណាអបអរអីសោះឲ្យតែនេះនៅតែរករឿងបានណាគេចង់និយាយចឹងណាក៏ប៉ុន្តែបងប្អូនចឹងមិនថាយើងគេធ្វើអីធ្វើយើងគេចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចគេចោតបើគេចោតថាយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យយើងមានចេតនានៅមិនស្មោះត្រង់យើងកុំធ្វើអញ្ចឹងទៅបើដោះលែងលោកកម្មសខាដោះឲ្យអស់ហ្មងទៅទុកទៅអីឲ្យគាត់ទៅធ្វើនយោបាយខ្លាចអីលោកកម្មសខាខ្ញុំកំពុងតែឆ្ងល់ខ្លាចអីលោកកម្មសខានៅពេលដែលរដ្ឋាភិបាលកម្ពុជាមានប្រទេសហ៊ានមានប៉ូលីសមានទ័ពមានអុកញ៉ាមហាមន្ត្រីមានប្រព័ន្ធផ្សព្វផ្សាយមានអូយប្រើថវិកាជាតិដើម្បីប្រយោជន៍បកអីឡប់សពបែបយ៉ាងហើយប្រព័ន្ធស្អីស្អីហ្នឹងគឺរបស់រដ្ឋាភិបាលអស់ហើយតែយើងនៅខ្លាចអីលោកកម្មសខាហ្នឹងហេតុអីមិនឲ្យគាត់ប្រកួតវាយគ្នាឡើងលើរិញឲ្យដូចគ្នាមួយគីឡូស្មើគ្នាមើលតើអ្នកណាឈ្នះចាញ់អូឈ្នះដោយសុចចិត្តទៅយុត្តិធម៌ឈ្នះឲ្យដឹងថាឈ្នះកុំឡាំប៉ាកុំអីទៅតែនៅតែអញ្ចឹងគឺនៅតែធ្វើទុកបុកម្នេញចាប់គេចងដៃឲ្យឡើងវាយលើរិញបិទមុខគេឲ្យចងស្លាប់សេចឲ្យប្រាប់ថាខាងនោះអន់ខាងគាត់ឈ្នះអាហ្នឹងគឺជារឿងមួយមិនសិលធម៌តតែសោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារចេញសេចក្តីថ្លែងការណ៍ដូចនេះគឺរដ្ឋាភិបាលឯករាជ្យខកចិត្តចំពោះការរបបក្រុងភ្នំពេញរបបរដ្ឋាភិបាលគ្រួសារតកូលហ៊ុនដែលផ្ដល់សេរីភាពដល់លោកកម្មសខាត្រឹមតែអាចបំពេញករណីអកិច្ចគ្រួសារនិងធ្វើកិច្ចការផ្ទាល់ខ្លួនក៏ប៉ុន្តែមិនផ្ដល់សិទ្ធិនយោបាយពេញលេញដល់គាត់ដើម្បីផលប្រយោជន៍ជាតិនេះមានន័យថាលោកកម្មសខាក៏ដូចជាអ្នកទស្សនយោបាយដទៃទៀតដែរនិងអ្នកទស្សនមនសិការផ្សេងទៀតគឺស្ថិតនៅក្នុងលក្ខខណ្ឌជាអ្នកទស្សនយោបាយរបស់លោកហ៊ុនសែនដដែលទេរដ្ឋាភិបាលក្រៅប្រទេសនេះបាននិយាយទៀតថាយើងទាមទារឲ្យរបបក្រុងភ្នំពេញនៃរបបគ្រួសារត្រកូលហ៊ុនត្រូវតែផ្ដល់សិទ្ធិសេរីភាពនយោបាយពេញលេញជូនលោកកម្មសខានិងឲ្យគាត់អាចធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេសដោយពលរដ្ឋទូទៅដែរបើទោះបីជាការចាប់ផ្ដើមដ៏ត្រឹមត្រូវនៃដំណើរការផ្សះផ្សាដែលនឹងឈានដល់ការសាមគ្គីឯកភាពជាតិក៏ដោយយើងខ្ញុំសូមបញ្ជាក់ថាសាមគ្គីឯកភាពជាតិមិនអាចកើតឡើងពីល្ខោនបំបិតសេរីភាពបុគ្គលណាម្នាក់នៅក្នុងសង្គមនោះឡើយក៏ប៉ុន្តែទាល់តែផ្ដើមចេញពីការផ្សះផ្សាដោយសុចរិតនិងគោរពគោលការណ៍យុត្តិធម៌ទើបឈានដល់សាមគ្គីឯកភាពជាតិរឹងមាំនៅក្នុងស្មារតីជាតិពិតប្រាកដដូច្នេះរដ្ឋាភិបាលនេះបារម្ភថាលោកកម្មសុខានឹងក្លាយទៅជាល្បែងនយោបាយខ្វះគុណធម៌មួយរបស់អ្នកមានអំណាចដែលប្រើឧបករណ៍ឃោសនាប្រងព្រាតអំពីរបស់ដែលពួកគេបំភាន់ថាជាសាមគ្គីឯកភាពជាតិដើម្បីបោកប្រាស់ប្រជាពលរដ្ឋ
បន្ថែមលើការបណ្ដោះលែងអ្នកទស្សនយោបាយមនសិការប្រមាណ100នាក់ទៀតនោះធ្វើឲ្យយើងបារម្ភអំពីការបន្តយុទ្ធនាការរបស់របបក្រុងភ្នំពេញក្នុងការដែលបំពានសិទ្ធិមនុស្សនៅកម្ពុជាហើយលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែវិលវល់នៅក្នុងដែនអំណាចផ្ដាច់ការលក្ខណៈនេះធ្វើឲ្យកម្ពុជាបាត់សក្តានុពលលើឆាកអន្តរជាតិក្នុងករណីចាំបាច់ដើម្បីដោះស្រាយបញ្ហាអាយុជីវិតជាតិដូចជាចំនួនព្រំដែនការឆបោកអនឡាញនិងពាណិជ្ជកម្មបានចឹងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សូមជំរុញឲ្យសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋខ្មែរបង្ហាញបំណងនិងសកម្មភាពប្រតិបត្តិតាមទាមទារតាមត្រង់ឲ្យរដ្ឋាភិបាលរបស់ក្រុងភ្នំពេញឈប់បន្តអូសបន្លាយប្រើល្បិចក្តោបសិទ្ធិប្រជាពលរដ្ឋនិងនយោបាយប្រជាធិបតេយ្យធ្វើឲ្យអ្នកនយោបាយប្រជាធិបតេយ្យធ្វើជាចំណាប់ខ្មាំងនិងអំណាចផ្ដាច់ការរបស់ខ្លួនតទៅទៀតនោះលបាយនយោបាយបែបនេះកាន់តែធ្វើឲ្យប្រទេសជាតិវ៉ាន់កលងក្នុងវិបត្តិកាន់តែជ្រៅនិងកាន់តែខ្សោយជាលំដាប់បាទថ្ងៃទី26ខែឧសភាឆ្នាំ2026បាទឥឡូវនេះក្រៅតែពីអង្គការទាំងនេះមែនតើទៅគឺយើងឃើញរដ្ឋាភិបាលបរទេសហាក់ដូចជាអត់ចាប់អារម្មណ៍លើការលើកលែងទោសលោកកម្មសុខាសោះរឿងនេះគឺជារឿងគួរឲ្យព្រួយបារម្ភដែរបងប្អូនព្រោះអីធម្មតារដ្ឋាភិបាលបរទេសមានស្ថានទូតអាមេរិកនៅកម្ពុជាមានសហគមន៍អឺរ៉ុបមានប្រទេសអីផ្សេងទៀតគឺព្យាយាមចូលទៅសួរសុខទុក្ខលោកកម្មសុខាតាមដានរឿងក្តីលោកកម្មសុខាណាហើយចង់ឲ្យមានការដោះលែងលោកកម្មសុខាមែនតើក៏ប៉ុន្តែឥឡូវរដ្ឋាភិបាលកម្ពុជាដោះលែងលោកកម្មសុខាឲ្យផុតពីជាប់គុកនៅពន្ធនានៅផ្ទះហើយចុះហេតុអីបានជាសហគមន៍អន្តរជាតិនេះអត់មានអ្នកណាចេញសារតអីមួយសោះម្ដងមកនេះអត់ទាន់មានទេណាបងប្អូនបងប្អូនឃើញប្រាប់ខ្ញុំផងអាមេរិកអាចយឺតដែរដោយសារតែថ្ងៃ25ម្សិលមិញនៅអាមេរិកវាត្រូវ26នៅស្រុកខ្មែរនេះវាទីបុណ្យគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលពាក់លីនៅក្នុងសង្គ្រាមអញ្ចឹងជាបុណ្យជាតិរបស់អាមេរិកក៏ប៉ុន្តែទម្លាប់អាមេរិកមិនចំពោះតែថ្ងៃបុណ្យជាតិមិនបុណ្យជាតិទេសេចក្តីថ្លែងការណ៍រួមគឺគេចេញបានគ្រប់តែពេលប៉ុន្តែអត់មានទេសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបក៏អត់មានសេចក្តីថ្លែងការណ៍អបអរសាទររឿងករណីលោកកម្មសុខានៅឡើយទេពួកខ្ញុំចូលទៅមើល Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក៏អត់មានឃើញសារអីក្រៅតែពីសារមួយដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជាតាំងពីថ្ងៃ1ខែឧសភាមកម៉េះសហរដ្ឋអាមេរិកដែលថាចុងខែសីហាហើយចុងខែមេសាហ្នឹងទៅថ្កោលទោសបន្តតម្កល់សាលក្រមសាលាដំបងហើយទៅថែម5ឆ្នាំមិនឲ្យលោកកម្មសុខាចេញទៅក្រៅហ្នឹងសហរដ្ឋអាមេរិកថ្កោលទោសហើយមិនត្រឹមតែថ្កោលទោសទេគឺចាត់ទុកប្រទេសកម្ពុជាថាខ្វះការទទួលខុសត្រូវខ្វះសិលធម៌នៅក្នុងការដែលចោទអាមេរិកថាជាខុបខិតដើម្បីដួលរំលំរដ្ឋាភិបាលទៀតផងប៉ុន្តែបងប្អូនណារឿងកម្ពុជានៅវ៉ាន់កឡើយព្រោះអីតឡាការមកដល់ម៉ោងនេះនៅចោទប្រកាន់អាមេរិកថាជាប់ចោទពីបទខុបខិតជាមួយលោកកម្មសុខានៅក្នុងការដួលរំលំរដ្ឋាភិបាលកម្ពុជាទេណាព្រោះអីសាលដីកាចូលជាស្ថាពរហើយនៅពេលដែលលោកកម្មសុខាអត់ប្តឹងទាស់ហ្នឹងគឺបានន័យថាសាលដីកាដែលចោទប្រកាន់លោកកម្មសុខាហើយនឹងអាមេរិកអីពាក់ព័ន្ធហ្នឹងគឺនៅជាប្រវត្តិសាស្ត្រគឺអត់មានលើកលែងទេព្រោះអីរដ្ឋាភិបាលអត់បានលើកលែងបទចោទទេណារដ្ឋាភិបាលអត់បានលើកលែងបទចោទប្រកាន់ដែលរកឃើញថាលោកកម្មចោទប្រកាន់លោកកម្មសុខាថាខុបខិតជាមួយបរទេសឬក៏មានទោសក្បត់ជាតិហ្នឹងអត់មានលើកលែងអាហ្នឹងទេគឺគ្រាន់តែលើកលែងតែទោសមួយដែលអនុគ្រោះទៅដើម្បីឲ្យទៅជួបម្ដាយទេណារឿងនេះរឿងម្ដាយគឺលោកស្រីសៅថ្ងៃទេលោកយាយសៅថ្ងៃទេបើរឿងមែនតែនគឺអ្វីហ្នឹងគឺរដ្ឋាភិបាលគឺនៅតែចោទប្រកាន់អាមេរិកនិងចោទប្រកាន់ភាគីពាក់ព័ន្ធហ្នឹងថាខុបខិតគ្នាដួលរំលំរដ្ឋាភិបាលដដែលទេរឿងនេះហើយគឺជារឿងមួយដែលចឹងបានថាបើទម្លាក់ប័ណ្ណចោទទាំងអស់លើលោកកម្មសុខាដោះលែងឲ្យគាត់មានសេរីភាពហ្មងអាហ្នឹងវារួចផុតអាហ្នឹងទាំងអស់អត់មានមន្ទិលអីទៀតទេអញ្ចឹងសហរដ្ឋអាមេរិកអត់មានបានចេញសារគាំទ្រឬសារតអីទេសហភាពអឺរ៉ុបក៏អត់ដែរក៏ប៉ុន្តែដូចខ្ញុំជម្រាបចឹងសហភាពអឺរ៉ុបបទថាមិនចេញសារតអបអរអីដែរប៉ុន្តែយើងចាំសហភាពអឺរ៉ុបនេះកាលពីថ្ងៃ3ខែមេសាឆ្នាំ2023ពេលដែលចេញសាលក្រមផ្ដន្ទាទោសលោកកម្មសុខាភ្លាមសហគមន៍អឺរ៉ុបថ្កោលទោសភ្លាមថ្កោលទោសយ៉ាងចាស់ដៃគឺថាជាការរំលោភបំពានសិទ្ធិមនុស្សសេរីពហុបកហាមឃាត់សិទ្ធិនយោបាយលោកកម្មសុខាសិទ្ធិនយោបាយនេះគឺសំខាន់ទាំងសហរដ្ឋអាមេរិកក៏និយាយដូចនេះដែរគឺគេអត់ខ្វល់ពីរឿងតែត្រឹមដាក់គុកនៅក្នុងពន្ធនាគារក្នុងផ្ទះហ្នឹងទេគឺគេចង់ឲ្យមានសិទ្ធិនយោបាយដល់អញ្ចឹងអាហ្នឹងគឺរឿងធំគឺសិទ្ធិនយោបាយឯនោះវិញមិនមែនរឿងឃុំខ្លួននឹងប្រហែលទេអញ្ចឹងសហគមន៍អឺរ៉ុបតាំងពីពេលហ្នឹងមកសូម្បីតែនៅថ្ងៃទី30ខែមេសាឆ្នាំ2026សហគមន៍អឺរ៉ុបក៏ថ្កោលទោសដែរក៏បង្ហាញអំពីការមិនពេញចិត្តហើយសហគមន៍អឺរ៉ុបនឹងមានប្រទេសបែលហ្សិកមានប្រទេសអីផ្សេងមួយចំនួនទៀតដែលចូលទៅឃ្លាំមើលសវនាការលោកកម្មសុខាក៏គេមិនពេញចិត្តដែរនៅពេលដែលថែម5ឆ្នាំរដ្ឋបတ်សិទ្ធិសេរីភាពលោកកម្មសុខាដូច្នេះសរុបមកចំហរបស់សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដូចជាអត់មានប្រែប្រួលអីមកត្រេកអរជាមួយនឹងការដែលគ្រាន់តែឲ្យលោកកម្មសុខារួចផុតពីការឃុំខ្លួននៅក្នុងផ្ទះរួចទៅរដ្ឋបတ်សិទ្ធិសេរីភាពនយោបាយដកហូតសិទ្ធិសេរីភាពនយោបាយគាត់ទាំងអស់ទេព្រោះអីកន្លងមកទាំងអាមេរិកទាំងសហគមន៍អឺរ៉ុបអំពាវនាវឲ្យផ្ដល់សិទ្ធិសេរីភាពឲ្យលោកកម្មសុខាបានធ្វើនយោបាយពេញលេញដូចដើមនេះសហគមន៍អន្តរជាតិនេះអត់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលសុំទោសឬក៏បង់សំណងចាត់ទុកថាជារឿងធំណាប៉ុន្តែជាលទ្ធផលគឺរដ្ឋាភិបាលគឺនៅតែធ្វើដដែលគឺរដ្ឋបတ်សិទ្ធិសេរីភាពអញ្ចឹងបានន័យថាសហគមន៍អឺរ៉ុបឬក៏សហរដ្ឋអាមេរិកអត់មានសេចក្តីថ្លែងការណ៍ណាមួយអបអរសាទររឿងនេះទេរឿងនេះចម្លែកមែនតើបងប្អូនយើងគិតទេព្រោះគេថាតែដោះលែងអញ្ចឹងវាគួរណាតែទូងស្គរពេញពិភពលោកដែរគេអបអរត្រាសាទរតែដៃអត់សោះសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកឬប្រទេសផ្សេងទៀតនៅស្ងៀម
អត់ទាន់ឃើញមានសារអីសោះអានេះបង្ហាញថាអ្វីដែលរដ្ឋាភិបាលធ្វើដែលយើងគិតថាចង់លៀងស្អំចិត្តប្រជាពលរដ្ឋខ្មែរសូម្បីតែប្រជាពលរដ្ឋខ្មែរក៏លោកយល់ថាដូចជាហេតុអីក៏នៅដាក់គាត់នៅក្នុងគុកទៀតអត់ឲ្យគាត់ធ្វើនយោបាយអត់ឲ្យគាត់មកចូលរួមឈរឈ្មោះបោះឆ្នោតអីចឹងដដែលនឹងបានប្រយោជន៍អីចឹងចេញក្រៅគុកដូចនៅក្នុងគុកដដែលហ្នឹងយ៉ាប់ជាងនៅក្នុងគុកទៀតទៅពួកអីចេញមកហើយអត់ធ្វើអីកើតហើយទៅដល់អញ្ចឹងទៅសហគមន៍អន្តរជាតិយើងកុំសហគមន៍អន្តរជាតិគេអត់ដែលល្ងងទេខ្មែរយើងបោកបានតែខ្មែរគ្នាឯងដែលធ្វើប្រជាពិធទេប៉ុន្តែសហគមន៍អន្តរជាតិគេចេញមកគេឃើញពវៀនបច្ចេកទេសយើងណាអញ្ចឹងទៅឃើញសាររដ្ឋាភិបាលបរទេសអត់មានសោះហើយបើមានសារព័ត៌មានអន្តរជាតិវិញណាគួរតែផ្សាយសារតអបអអីនឹងសារដែលអបអត់សោះសារព័ត៌មានអន្តរជាតិទាំងអស់ដែលយកមកផ្សាយពីរឿងខ្មែរបងប្អូនមានទាំង NHK ជប៉ុន Reuters ABC News BBC The Hill Diplomat សារព័ត៌មានទាំងអស់ផ្សាយស្រោចពីរឿងលើកលែងទោសលោកកឹមសុខាប៉ុន្តែផ្សាយពីការខកចិត្តទៅវិញខកចិត្តពីអ្នកសិទ្ធិមនុស្សខកចិត្តពីស្ថាប័ននេះហើយនៅឃើញតែកម្ពុជានៅតែរដ្ឋបတ်សិទ្ធិសេរីភាពដដែលយើងវាគួរតែសហគមន៍អន្តរជាតិមកផ្ទះដៃអបអរសាទរថាអូយើងមានភាពប្រសើរវាទៅជាអត់ទៅវិញឃើញទេបងប្អូនអញ្ចឹងណាអញ្ចឹងបានថាយើងគិតថាធ្វើអីក៏ដោយយើងចង់ឲ្យគេគិតថាការប្រឡែងប្រឡំរបស់យើងនឹងវាបានប្រយោជន៍វាអត់ទេគឺគេមើលឃើញអញ្ចឹងហើយដល់អញ្ចឹងឃើញគេអត់មានសារតហើយដល់អញ្ចឹងរូបភាពមុខមាត់យើងដដែលសង្ឃឹមថាលោកកឹមសុខានឹងរួចផុតពីការចាប់ប្រកាន់ទាំងអស់នេះទៀតចោះពួកអីបើការផ្សះផ្សាជាតិផ្សះផ្សាយ៉ាងម៉េចខ្ញុំកំពុងតែឆ្ងល់ដែរក៏ប៉ុន្តែបងប្អូនរឿងមួយដែលបងប្អូនមានមន្ទិលតាក់ទងនឹងសាលដីការបស់សាលាធរនៅថ្ងៃទី30ខែមេសាដែលតម្កល់សាលក្រមសាលាដំបងហ្នឹងណាគឺលោកកឹមសុខានៅជាប់តែមួយទេណាម្ដងនេះគឺអស់ហើយគឺបានន័យថាគេដកអស់ហើយដកអាបំរាមនឹងអស់ហើយទី1គឺគាត់អាចចេញពីផ្ទះបានទៅជួបអ្នកណាក៏បានដែរនេះអាកន្លែងហ្នឹងមួយគឺវាសំខាន់ដែរគាត់អាចទៅជួបអ្នកណាបានគាត់អត់អាចធ្វើសកម្មភាពនយោបាយបានគាត់អាចស្ដាប់គាត់អាចអីបានប៉ុន្តែមិនអាចឲ្យយោបល់មិនអាចនិយាយស្ដីរឿងនយោបាយព្រោះថ្ងៃនេះពេលដែលសារព័ត៌មានក្នុងស្រុកសម្ភាសគាត់ដូចជាកម្ពុជាអញ្ចឹងណាសម្ភាសគាត់អត់ទាំងហ៊ានឆ្លើយនិយាយអីជាមួយសារព័ត៌មានទាំងអស់គាត់សុំថាគាត់សុំទៅបួសសិនអីអញ្ចឹងទៅមិននិយាយអីគាត់មិនចាំបាច់និយាយអីបើគាត់និយាយអីប៉ះពាល់នឹងសេចក្តីប្រកាសនេះគាត់ជាប់ទោសទៀតហើយក៏ប៉ុន្តែទោសផ្សេងទៀតដែលឧទាហរណ៍គេអត់ឲ្យចេញពីលំនៅឋានគេដកអស់ហើយអត់ឲ្យតាក់ទងអ្នកណាតាមស្អីប្រព័ន្ធអេឡិចត្រូនិកប្រព័ន្ធទូរស័ព្ទអីហ្នឹងគឺគេដកអស់ហើយដូច្នេះគាត់អត់មានជាប់បំរាមជួបអ្នកណាណីអីទៀតទេអ្នកណាជួបគាត់ក៏បានដែរគ្រាន់តែថាគាត់មិនអាចនិយាយរឿងនយោបាយបានតែប៉ុណ្ណឹងចេញសារនយោបាយឬធ្វើនយោបាយអាហ្នឹងគឺវាមានភាពប្រសើរកន្លែងហ្នឹងប៉ុន្តែជាទូទៅអស់ហើយសិទ្ធទាំងអស់និយាយទៅដាក់ស្បង់ចៃវរឲ្យពាក់ឲ្យគាត់នៅក្រមជាប្រសង់ប៉ុន្តែហាមសូត្រធម៌ហាមទេសនាហាមបិណ្ឌបាតនេះឥឡូវយើងគិតមើលប្រសង់ក្រងស្បង់ចៃវរហាមរៀនថ្វាត់ជាធម៌ដើម្បីទេសនាដាស់តឿនព្រានប្រដៅឬក៏ចូលរួមនៅក្នុងសកម្មភាពសង្ឃប៉ុន្តែនៅឲ្យពាក់ស្បង់ចោះតែអត់ឲ្យធ្វើសកម្មភាពសង្ឃទេលោកកម្មសខាដូចគ្នាអញ្ចឹងហ៎បងប្អូនឲ្យគាត់ធ្វើជាឲ្យគាត់រួចពីការជាប់ឃុំប៉ុន្តែដាក់គាត់ជាអ្នកនយោបាយតែដកសិទ្ធិនយោបាយគាត់ទាំងអស់អាហ្នឹងយើងគិតមើលខ្លួនឯងទៅថាតើវាអយុត្តិធម៌ប្រមាណសម្រាប់លោកកម្មសខាហើយវាឆ្កងវាគ្មានភាពសមហេតុផលប៉ុណ្ណាជាការពិតហើយគាត់បានទៅជួបម្ដាយគាត់បានអីអញ្ចឹងហើយមានអ្នកខ្លះសម្ដែងបង្ហាញការខកចិត្តថាហេតុអីក៏លោកកឹមសុខាសុកចិត្តតស៊ូបាន9ឆ្នាំទៅហើយទុក្ខរកិរិយាធ្វើវិបស្សនាកម្មដ្ឋានឬក៏មិនរត់ចោលស្រុកឬក៏នៅក្រាញនានាក្នុងការតតាំងជាមួយរឿងនេះដោយអហិង្សាឲ្យអស់ចិត្តហើយសម្រាប់ចុងក្រោយទៅទទួលកំហុសដែលខ្លួនមិនបានប្រព្រឹត្តខុសទាំងអយុត្តិធម៌ហ្នឹងដើម្បីដោះដូរជាមួយនឹងការដែលឲ្យនៅក្រៅឃុំហើយអត់ធ្វើអីបានកើតទៀតមានអ្នកខ្លះចឹងប៉ុន្តែបងប្អូនមិនដឹងស្ថានភាពគាត់តើផ្លូវចិត្តគាត់យ៉ាងម៉េចយើងអត់ដឹងលោកកម្មសុខាស្គមមើលទៅដូចថាស្រកគីឡូស្រកអីក៏ច្រើនអីចឹងដែរហើយតើគាត់ទុករីងរៃយ៉ាងណាទៅព្រោះគាត់ធ្វើអីគាត់តែមិនកើតចេញពីផ្ទះគាត់តែមិនបានម្ដាយឈឺក៏មើលមិនបានអីចឹងទៅដូច្នេះចង់ឲ្យរួចមកគ្រាក៏ធ្វើអញ្ចឹងសិនទៅក្រែងលោថាបានបើអត់អីជីវិតចុងក្រោយក៏បានធូរជួបម្ដាយជួនកាលគាត់អាចគិតអញ្ចឹងបងប្អូនចេះតែគិតថានៅទុក្ខរកិរិយាមកអាយុប៉ុន្តែបងប្អូនបានសុខតើគាត់មិនដឹងបានសុខប៉ុណ្ណាដូច្នេះវាយើងចេះតែប្រៀបធៀបលោកកឹមសុខាទៅនឹង Nelson Mandela អីណា Nelson Mandela ជាប់គុកអាយុ40ហ្នឹងជាប់27ឆ្នាំចេញពីគុកមកអាយុ67ឆ្នាំនៅកម្លាំងបឹបធ្វើនយោបាយឡើងបានតែលោកកឹមសុខាជាប់ពន្ធនាគារអាយុ70ឆ្នាំហើយហ្នឹងហើយចុះបើឲ្យជាប់27ឆ្នាំដូច Nelson Mandela ចេញមកអាយុ97ហើយហ្នឹងគាត់ធ្វើអីកើត97ឲ្យតែបានដល់97ហៅថាប្រគុណចែកតែប៉ុន្តែយើងទៅនៅក្នុងគុកអត់មានស្អីរីងរៃផ្លូវចិត្តនេះធ្ងន់ណាស់ផ្លូវចិត្តតែយើងបាក់ទឹកចិត្តតែមួយឆ្នាំ2ឆ្នាំស្រួលมันអាចនឹងរស់បានផងកុំថាឲ្យដល់ទៅនៅដល់អាយុដល់ចិត្ត100អីណានឹងពិបាកអញ្ចឹងបងប្អូនអញ្ចឹងគេដាក់សម្ពាធគាត់អីអញ្ចឹងគាត់ស៊ូនឹងសម្ពាធនឹងអត់បានទេចុងក្រោយគឺអ្វីដែលគួរឲ្យខកចិត្តហ្នឹងគឺគាត់ជ្រើសរើសយកវិធីដែលរងសម្ពាធរដ្ឋាភិបាលកម្ពុជានេះអត់បានហើយដោយយកហេតុផលមួយពេលដែលម្ដាយមានចេះផងរដ្ឋាភិបាលក៏បានលេះល្អហ្នឹងហើយ